នេះគ្រូអ្នកគ្រូធ្វើជាអីគេនេះគឺជាដូចទន្សាយគឺអ្នកគ្រូជាចចនឹងចាប់គោលទន្សាយមួយចេញគាត់ដោះស្រាយម្ដងមួយគាត់អត់ដោះស្រាយពេញSTEM ជួយយើងបានមួយផ្នែកហើយពេលដែលយើងយកវាទៅប្រើជាមួយនឹងទៅប្រើនៅក្នុងវិស័យ digital ទៀតវាកាន់តែជួយយើងកាន់តែល្អជាងនឹងទៀតវីដេអូនៅពេលដែលគាត់ពុំតែមើលហ្នឹងរាល់5នាទីឬក៏10នាទីស្រាប់តែយើងនឹងអត់ទេព្រោះគេអាចកុំម្ដងដើម្បីឲ្យគាត់ឆ្លើយទីខុសខាងនៅក្នុងវីដេអូមួយហ្នឹងចំណុចទី1គេចង់និយាយពីអីពេលដែលគាត់ចាប់ចំណុចទី1នៅក្នុងវីដេអូហ្នឹងរយៈពេល5នាទីហ្នឹងគឺឲ្យគាត់ឆ្លើយសំណួរបើមិនទីគាត់ឆ្លើយសំណួរខុសមើលម្ដងទៀតគឺអាចខាតទៅមុខខាតទៅក្រោយដែរទៀតមានន័យថាវីដេអូនេះហ្នឹងគឺគ្រប់គ្រងការ engagement របស់គាត់ហើយនេះគឺ commitment របស់គាត់ដែរអញ្ចឹង STEM វាផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រមានដូចជាបណ្ដុះការចង់ដឹងអំពីវិទ្យាសាស្ត្រផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅនិងការរុករកវិធីដោះស្រាយបញ្ហាSTEM គឺជាអ្វីអូខេ get up ពេលដែលយើងប្រើយុគីនឹងបានច្រើនសិក្សាជាក្រុមភាសាក្រុមឡើងធ្វើបទបង្ហាញឬក៏អីផ្សេងៗឲ្យតែការងារជាក្រុមពេលដែលយើងឲ្យគាត់ធ្វើកាន់តែច្រើនភាពស្និទ្ធស្នាលរបស់គាត់ជាមួយមិត្តភក្តិកាន់តែច្រើនគាត់ចាប់ផ្ដើមថាចេះពេលដែលគាត់បញ្ចេញមតិយោបល់ទៅមិត្តភក្តិរបស់គាត់ស្ដាប់ពេលខ្លះទៅពេលដែលគាត់ឡើងទៅនិយាយទៅគ្រូមានថា motivation ណាmotivation ណាលើកទឹកចិត្តទៅគាត់ហ្នឹងអញ្ចឹងមានថាគាត់មានកម្លាំងចិត្តហើយ